ជំរាបសួរបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូននៅក្នុងប្រទេសជាក់ស្ដែងនឹងឃើញខ្លួនឯងផ្ទាល់ដល់ច្បាស់ថាជួបរឿងអីខ្លះខ្ញុំលើកមិនមានច្រើនទេមានប្រមាណចំណុចខ្ញុំចង់បញ្ជាក់ប្រាប់ថាលោកហ៊ុនសែនបានខ្ចីដៃបរទេសសម្រាប់ខ្មែរជាច្រើនជំនាន់ណាតាំងពីជំនាន់ក5ហើយសូម្បីតែជំនាន់កំពុងតែមានសង្គ្រាមហ្នឹងមិនមែនហ៊ុនសែនមិនបានខ្ចីដៃសៀមទេណាមិនមែនសៀមចេះតែសុកហ៊ានក៏ឃ្លើនទេណាដោយសារតែគេដឹងពីកញ្ចៅនិងអ្វីដែលហ៊ុនសែនធ្លាប់ធ្វើសន្យាជាមួយគេដែលបកគលកន្លែងណាខ្លះទៅឲ្យសៀមហើយមានអីខ្លះដែលបកគលឲ្យសៀមធ្វើឲ្យសៀមវាហ៊ានក៏ឃ្លើនធ្វើដាក់ខ្មែរដាក់ពលរដ្ឋខ្មែរបែបហ្នឹងណាបើមនុស្សធម្មតាណាបើតាមចរិតលោកហ៊ុនសែនណាប្រហែលជាគ្មានណាគេហ៊ានធ្វើដាក់គាត់អញ្ចឹងទេមិនបាច់ចាំនិយាយអីសូម្បីតែពលរដ្ឋនិយាយរិះគន់គាត់បើនៅក្នុងស្រុកខ្មែរជាប់គុកហើមក្បាលគ្មានថ្ងៃចេញទេណាហើយចោះតម្រាំគេមកឆ្លៀនពៀនគាត់ប៉ុណ្ណឹងស្មានតែមនុស្សគាត់នៅស្ងៀមឯងបើសិនជាគាត់មិនមានអីឲ្យគេមិនមានចំណុចខ្សោយណាមួយឲ្យគេចាប់ណាឥឡូវខ្ញុំលើកឧទាហរណ៍បងប្អូនខ្មែរពលករនៅប្រទេសសៀមកាលពីមិនទាន់មានសង្គ្រាមជាង2លានអ្នកហ៊ុនសែនបានខ្ចីដៃសៀមអីខ្លះដើម្បីគ្របដណ្ដប់ពលរដ្ឋខ្មែរមិនឲ្យមានការរើបំរាស់ណា